នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភានាព្រឹកថ្ងៃអង្គារទី21ខែកក្កដាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Prayendi McFeather ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាននិងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារឯកឧត្តមជាតិធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រៅជំនួបថានៅក្នុងជំនួបនេះសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវការស្វាគមន៍ចំពោះលោក Prayendi ដែលបានដឹកនាំនៅអ្នកវិនិយោគរបស់អាមេរិកមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាសម្ដេចតេជោបានលើកឡើងថាជាញឹកញាប់តាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រីសម្ដេចតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានដែលបានជជែកទៅលើបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជាសម្ដេចក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកថានៅពេលនេះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកកំពុងតែមានការកើនឡើងហើយសម្ដេចសង្ឃឹមថាអ្នកវិនិយោគរបស់អាមេរិកនឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតនៅក្នុងឱកាសនោះលោក Prayendi បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យរូបលោកនិងធុរជនទាំងឡាយបានជួបសម្ដែងការគួរសមនាឱកាសនេះលោកបានលើកឡើងថាក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានគឺមានសមាជិករហូតដល់ទៅជាង180ក្រុមហ៊ុនហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ានជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដងលោកក៏បានលើកឡើងថានៅពេលនេះទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកកំពុងតែដំណើរការល្អហើយក្នុងនាមវិស័យឯកជនតំណាងឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានគឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាដើម្បីរួមចំណែកនៅក្នុងការពង្រីកនៅទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកឲ្យកាន់តែរឹងមាំបន្ថែមទៀតលោកបានលើកឡើងថាធុរជនអាមេរិកក៏ដូចជាដៃគូរបស់អាមេរិកដែលបានមកជួបសម្ដេចនាពេលនេះគឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគនិងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោនៅក្នុងនេះមានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន Coca-Cola ជាដើមនិងដៃគូក្រុមហ៊ុនមួយចំនួនទៀតក្នុងឱកាសនោះសម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក Prayendi នៅទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នាសម្ដេចតេជោគាំទ្រចំពោះអ្នកវិនិយោគអាមេរិកមកកាន់ប្រទេសកម្ពុជាដោយសម្ដេចបញ្ជាក់ថាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកគឺសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគនេះឯងសម្ដេចសង្ឃឹមថាវិនិយោគិនអាមេរិកនឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនហើយសម្ដេចក៏សម្គាល់ថាអ្នកវិនិយោគរបស់អាមេរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើផ្នែកដឹកជញ្ជូនផ្នែកវិទ្យាសាស្ត្រវិស័យអប់រំនិងលើវិស័យបច្ចេកវិទ្យាដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បានគឺការធ្វើនវានុវត្តន៍នេះឯងជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឲ្យក្រុមធុរកិច្ចអាមេរិកអាស៊ានស្នាក់នៅក្នុងប្រទេសកម្ពុជាប្រកបដោយផាសុកភាពនិងទទួលបាននូវភាពជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនេះពី Brand Media នាងខ្ញុំសូមជូនព័ត៌មានសង្ខេបពីព្រឹត្តិការណ៍ប្រចាំថ្ងៃទី21ខែកក្កដាឆ្នាំ2026កម្ពុជានាំចេញទំនិញមានទឹកប្រាក់ជិត$600 លានទៅអេស្ប៉ាញម្ចាស់ជើងឯក World Cup 2026នៅក្នុងឆមាសទី1របាយការណ៍បានបញ្ជាក់ថាចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ2026ទំហំនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសអេស្ប៉ាញបានកើនឡើងដល់ជាង$589 លានអាមេរិកកើនឡើង 15.44% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃជាង$511 លានអាមេរិកកំណើននេះឆ្លុះបញ្ចាំងពីសន្ទុះវិជ្ជមាននិងការរីកចម្រើននៃសមត្ថភាពផលិតកម្មនិងការប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានមានប្រសាសន៍ថាជនស៊ីវិលកម្ពុជាច្រើនជាង 20,000 នាក់បន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្នដោយមានកុមារជាច្រើនអ្នកមិនអាចចូលរៀនបាននៅក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរលោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានគូបញ្ជាក់ពីផលវិបាកនៃស្ថានភាពមនុស្សធម៌និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈមដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែននិងអំពាវនាវដល់សហការីអាស៊ានគាំទ្រការអំពាវនាវឲ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងរស់នៅដូចធម្មតាវិញដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងភាពថ្លៃថ្នូរ
UNESCO បាននឹងកំពុងតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារនិងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកជំទាវបណ្ឌិតសភាចារបានឲ្យដឹងថាឯកឧត្តម Nayef Al-Fayez អគ្គនាយករងទទួលបន្ទុកវប្បធម៌នៃអង្គការ UNESCO បានសន្យាដោយបញ្ជាក់អំពីកិច្ចគាំទ្ររបស់ UNESCO និងក្នុងនាមរបស់ឯកឧត្តមផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌ក្រុមហ៊ុនធំៗរបស់អាមេរិកបង្ហាញទំនុកចិត្តលើកំណើននិងការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានទទួលជួបគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានដឹកនាំដោយលោក Brian McFeeters ឯកអគ្គរដ្ឋទូតចូលនិវត្តន៍ជំនួបនេះជាផ្នែកមួយនៃដំណើរបេសកកម្មនៅកម្ពុជារបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានសម្រាប់ឆ្នាំ2026ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗរបស់អាមេរិកក្នុងវិស័យយានយន្តទំនិញប្រើប្រាស់ហិរញ្ញវត្ថុ Digital សុខាភិបាលថាមពលនិងបច្ចេកវិទ្យាចិនឈរនៅលំដាប់ទី2លើពិភពលោកខាងផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យប្រមូលផ្ដុំគិតត្រឹមពាក់កណ្ដាលឆ្នាំ2026ចិនមានសមត្ថភាពប្រតិបត្តិការ 2.1 ជីហ្គាវ៉ាត់ពីគម្រោងសកម្មចំនួន24ហើយគម្រោងចំនួន26ផ្សេងទៀតកំពុងស្ថិតក្នុងការសាងសង់បច្ចេកវិទ្យា CSP មានលក្ខណៈខុសប្លែកពីបន្ទះសូឡាពន្លឺធម្មតាដោយវាប្រើប្រាស់ផ្ទាំងកញ្ចក់ឆ្លុះដើម្បីប្រមូលផ្ដុំពន្លឺព្រះអាទិត្យបង្កើតជាកម្ដៅយ៉ាងខ្លាំងរួចរក្សាទុកកម្ដៅនោះដើម្បីយកទៅបង្វិលម៉ាស៊ីនផលិតអគ្គិសនីនៅពេលយប់ឬពេលគ្មានពន្លឺលោក Donald Trump ដាក់ពន្ធថ្មី 50% លើទំនិញកាណាដាជាច្រើនមុខដោយបង្កើនភាពតានតឹងពាណិជ្ជកម្មឡើងវិញវិធានការថ្មីនេះនឹងចូលជាធរមានក្នុងរយៈពេល30ថ្ងៃខាងមុខនិងគ្របដណ្ដប់លើទំនិញជិត$20 ប៊ីលានរួមមានស្រាស៊ីម៉ង់ផលិតផលទឹកដោះគោគ្រឿងសង្ហារឹមសម្លៀកបំពាក់គ្រាប់ពូជឧបករណ៍នេសាទអាងហែលទឹកនិងទំនិញប្រើប្រាស់ជាច្រើនមុខទៀតម៉ាឡេស៊ីពង្រាយដ្រូននិងរ៉ាដាឃ្លាំមើលនៅកោះបូណេអូក្រោយមានការទាមទារដែនដីពីហ្វីលីពីនរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីលោក Mohamed Khaled Nordin បានឲ្យដឹងថាប្រព័ន្ធរ៉ាដាចម្ងាយឆ្ងាយនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការចាប់សញ្ញានិងការគំរាមកំហែងបន្ទាប់ពីប្រទេសហ្វីលីពីនបានរំលឹកឡើងវិញនូវការទាមទារអធិបតេយ្យភាពលើរដ្ឋសាបានៃដែនកោះបូណេអូនិងជួយឲ្យកងកម្លាំងប្រដាប់អាវុធអាចតាមដានសកម្មភាពផ្លូវអាកាសជុំវិញប្រជុំកោះស្ប្រាតលីបានកាន់តែច្បាស់លាស់និងទាន់ពេលវេលាលោកអានូទីនរងការរិះគន់ខ្លាំងក្រោយច្រៀងបទតៃវ៉ាន់ពេលបំពេញទស្សនកិច្ចនៅចិនកាលពីថ្ងៃទី20ខែកក្កដាឆ្នាំ2026លោកអានូទីនបានបកស្រាយបទចម្រៀងបុរាណធានមីមីដ៏ល្បីល្បាញនេះនៅក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងដោយមានគោលបំណងបង្ហាញពីភាពកក់ក្ដៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរការសម្ដែងនេះត្រូវបានរិះគន់នៅលើទំព័រ Facebook របស់លោក Rasim Chalamchan ដែលជាអតីតទីប្រឹក្សារដ្ឋលេខាធិការក្រសួងការបរទេសដោយលោកបានចាត់ទុកការជ្រើសរើសបទចម្រៀងនេះថាមានលក្ខណៈហួសសម័យនិងខ្វះការយល់ដឹងជាពិសេសលើកិច្ចការនយោបាយអន្តរជាតិមនុស្ស7នាក់ស្លាប់ក្រោយទឹកជំនន់វាយប្រហារខេត្តឡៃជើភាគពាយ័ព្យប្រទេសវៀតណាមគ្រោះមហន្តរាយចំនួនទឹកភ្លៀងនិងការរអិលបាក់ដីយ៉ាងធ្ងន់ធ្ងរបានវាយប្រហារលើឃុំមឿងឋានខេត្តឡៃជើស្ថិតនៅភាគពាយ័ព្យប្រទេសវៀតណាមបណ្ដាលឲ្យមនុស្សស្លាប់7នាក់និង2នាក់បាត់ខ្លួនទឹកជំនន់នេះបានគួចយកផ្ទះសម្បែងទ្រព្យសម្បត្តិខណៈទំហំខូចខាតសរុបគិតជាទឹកប្រាក់មានរហូតដល់270,000 លានដុល្លារ